បាទសួស្តីទស្សនិកជនដែលតាមដាន Channel ខ្ញុំបាទហៅសវណ្ណហើយនេះគឺជាប្រភេទខ្នាយដែលសំទុកយូរមកហើយដែរហើយខ្នាយហើយនឹងថ្មសំលៀងនេះថ្មសំលៀងជ្រូកព្រៃនេះឃើញដុះម្រ័ក្សច្រើនរបស់អននេះនៅជាមួយខ្ញុំយូរហើយថ្មសំលៀងនេះធំចេះយើងអាចយកទៅឆ្លាក់ធ្វើជារូបព្រះឬក៏អ្នកខ្លះគេចូលចិត្តពាក់ដោយមិនឆ្លាក់ពាក់ទាំងធំចឹងហ្មងហើយនេះគឺជាខ្នាយជ្រូកព្រៃប្រភេទខ្នាយវល្លិបាក់ចុងកន្លែងនេះបាក់ចុងតិចនេះបាក់ចុងនេះខ្ញុំស្រោបពាក់ខ្លួនឯងទេហើយខ្នាយនេះនៅជាមួយខ្ញុំចូល75ឆ្នាំហើយហើយនេះមកគូរបស់គេណានេះខ្នាយវល្លិដែរកូនជ្រូកព្រៃទូចនេះកូនជ្រូកព្រៃទូចយើងយកមកស្រោបធ្វើជាសាច់កអ្នកខ្លះស្រឡាញ់តូចអ្នកខ្លះស្រឡាញ់ជ្រូកខ្នាយជ្រូកធំវែងអីចឹងទៅតែអ្នកខ្លះគេចូលចិត្តតូចចឹងស្រួលពាក់ព្រោះដាក់តាមខ្លួនហើយនេះជាចិញ្ចៀនពាក់តខ្លួនដែរចិញ្ចៀនសាងពីស្នែងក្របីឃ្លៀចណាហើយនេះគេហៅថានាងពួនដូងនៅក្នុងដូងយើងកាប់ដូងមកចែកដន្យបានប៉ុណ្ណឹងអ្នកខ្លះហៅថាដូងស្ដោយើងពួនដូងស្ដោនេះយើងយកមកឆ្លាក់ជារូបពុទ្ធរូបឬក៏ឆ្លាក់រូបផ្សេងបានហើយនេះខ្នាយកាច់រឹងបាននៅព្រៃមិនដឹងជាម៉េចឃើញតែបន្តិចហ្នឹងយកមកទុកគាត់គ្រប់បូជាដែរនេះថ្មសំលៀងជ្រូកព្រៃដុះនឹងពួននៅខាងក្នុងរូបនេះខ្ញុំបានបង្ហាញម្ដងហើយនេះប្រភេទខ្នាយប្រយុទ្ធម្ចាស់គេអត់បានថែប្រេះគេយកមកទុកនៅខ្ញុំនេះគេហៅគៀមដំរីនេះគៀមដំរីគេយកលុញធ្វើជាបតោងខ្សែកពាក់នេះគៀមដំរីហើយរបស់នេះក៏នៅជាមួយខ្ញុំយូរហើយដែរទាំងអស់នេះជាប្រភេទថ្មសំលៀងនេះថ្មសំលៀងជ្រូកព្រៃរបស់នេះគេជាវពីខ្ញុំទៅម្សាប៉ុន្តែមិនដឹងថាម៉េចគេយកមកឲ្យវិញគេមិនដឹងថាគេមិនត្រូវឬក៏ត្រូវយ៉ាងម៉េចបានម្ចាស់គេយកមកទុកឲ្យខ្ញុំនៅអាសនៈវិញនេះខ្នាយដែរខ្នាយប្រយុទ្ធប្រភេទប្រយុទ្ធប៉ុន្តែខ្ញុំថារបស់នេះคล้ายរបស់នេះคล้ายណានេះគឺប៉ុន្តែគេធ្វើដូចនឹងរបស់គេដែរគេយកមកទុកដែរនេះថ្មសំលៀងជ្រូកព្រៃរបស់ខ្មែរយើងរូបស្រុកនេះថ្មសំលៀងដែរសម្បូរប្រភេទថ្មសំលៀងសម្បូរព្រោះថ្មសំលៀងអាចឆ្លាក់ធ្វើព្រះអង្គបានហើយនេះគឺបញ្ញាក្អែកដើមពិលជូរដែលមិត្តភ័ក្តិឲ្យហើយក៏ខ្ញុំរក្សាទុកមកយូរហើយនេះ
ខ្ញុំធ្វើជាបតោងសោបញ្ញាក្អែក7ជូរបាទមានតែប៉ុណ្្នឹងទេទស្សនិកជននៃសូមអរគុណដែលខំតាមដានទស្សនា channel ខ្ញុំបាទហៅសវណ្ណសូមអរគុណ